សម្បត្តិបានឈ្នះខ្សែក្រវ៉ាត់កម្រិតពិភពលោក WCK ហើយនៅឡើយធឿនធីរ៉ានិងអេអាមរិនប៊ូថងត្រូវការពារតោះបងប្អូនមកតាមដានជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទសួស្តីបងប្អូនអ្នកនិយមនឹងតាមដានវិស័យប្រដាល់គុណខ្មែរជាតិនិងអន្តរជាតិសម្រាប់សង្ក្រាន្តឆ្នាំថ្មីបាទត្រាហ្គនគុណខ្មែរបាទសហការជាមួយនឹងស្ថានីយ៍ទូរទស្សន៍ថោនបានបង្កើតនៅមហាព្រឹត្តិការណ៍បាទត្រាហ្គនគុណខ្មែរ X ជាមួយនឹងប៉ូទុយហ្គាល់5-5នៅលើសង្វៀនរបស់ស្ថានីយ៍ទូរទស្សន៍ថោនដែលបាទនឹងធ្វើឡើងនៅថ្ងៃទី14ខែមេសាឆ្នាំ2025ចាប់ពីវេលាម៉ោង8យប់តទៅបាទនៅទីតាំងបាទនៅឯខេត្តព្រៃវែងអញ្ចឹងបងប្អូនយើងអ្នកខេត្តព្រៃវែងកុំភ្លេចចូលរួមនឹងតាមដានជាមួយនឹងកែងពិឃាតធឿនតារារបស់យើងទាំងអស់គ្នាផងដែរថាតើគាត់អាចការពារខ្សែក្រវ៉ាត់នេះបានដែរឬក៏យ៉ាងណានៅក្នុងនោះកីឡាករអេអាមរិនប៊ូថងបាទដែលជាទីយាតគុណខ្មែរកូនប្រុសរបស់លោកគ្រូអេប៊ូថងក៏ត្រូវការពារខ្សែក្រវ៉ាត់ផងដែរបាទសម្រាប់សង្ក្រាន្តឆ្នាំថ្មីគឺមានបាទការពារខ្សែក្រវ៉ាត់ចំនួន2គូបាទនិងមិត្តភាពអន្តរជាតិបាទចំនួន3គូសម្រាប់អិចជាមួយនឹងប៉ូទុយហ្គាល់បាទបងប្អូនយើងចាំមើលថាធឿនធីរ៉ាបាទនឹងអេអាមរិនប៊ូថងអាចរបូតខ្សែក្រវ៉ាត់ឬក៏អាចការពារខ្សែក្រវ៉ាត់បានអញ្ចឹងខ្ញុំបាទនឹងជម្រាបពីប្រវត្តិកីឡាករបាទដែលជាដៃគូរបស់ធឿនធីរ៉ានិងអេអាមរិនប៊ូថងផងដែរសម្រាប់ដៃគូរបស់ធឿនធីរ៉ាគេមានឈ្មោះថា Lucas Carlos da Silva បាទសម្រាប់ដៃគូរបស់អេអាមរិនប៊ូថងគេមានឈ្មោះថា Paulo Milo បាទបងប្អូនអ្នកនិយមនឹងតាមដានវិស័យប្រដាល់គុណខ្មែរបាទនៅថ្ងៃមិញនេះបាទវេលាម៉ោងប្រហែលជា1-2រសៀលនេះបាទគុណខ្មែរ USA នៅលើទឹកដីនៃសហរដ្ឋអាមេរិកកីឡាករគុណខ្មែរយើងចេញទៅប្រកួត4រូបនៅក្នុងនោះបរាជ័យ3រូបនិងជោគជ័យ1រូបបាទការជោគជ័យដ៏ធំបំផុតនោះគឺក្របីព្រៃពេជ្រសម្បត្តិដណ្ដើមបាននៅបាទខ្សែក្រវ៉ាត់កម្រិតពិភពលោក WCK គុណខ្មែរដែលគុណខ្មែរយើងសហការជាមួយនឹងស្ថាប័នរបស់សហរដ្ឋអាមេរិកគឺ WCK ផងដែរអញ្ចឹងពេជ្រសម្បត្តិធ្វើបានល្អខ្លាំងមែនទែនបងប្អូនប្រិយមិត្តយើងដោយផ្ដួលកីឡាករបាទ Eagle Star Barres ឲ្យបោះបង់ការប្រកួតនៅត្រឹមទឹកទី2ដើម្បីក្លាយជាម្ចាស់ខ្សែក្រវ៉ាត់បាទខណៈដែលធូរធីចាញ់ក្រោមជង្គង់របស់កីឡាករអាមេរិកនៅក្នុងទឹកទី3បាទហើយកីឡាកររឿងសុភ័ណ្ឌបាទគាត់បានចាញ់កីឡាករប៊ូលតុនបាទដោយពិន្ទុនិងកីឡាការិនីអេយ៉ានុតក៏ចាញ់កីឡាការិនីរបស់អាមេរិកដោយពិន្ទុអញ្ចឹងលទ្ធផល4រូបយើងបាទឈ្នះ1ចាញ់3បាទកាលមុនគេមកកម្ពុជាយើង5រូបបាទជាមួយនឹងគុណខ្មែរយើងឈ្នះ4និងអាមេរិកគេឈ្នះ1បាទហើយអ្នកដែលឈ្នះនោះគឺកីឡាករបាទប៊ូតុនគេបានយកឈ្នះរឿងសុភ័ណ្ឌកាលពីថ្ងៃមិញនេះអញ្ចឹងបងប្អូនយើងលទ្ធផលប៉ុណ្ណេះក៏យើងគ្រាន់ក៏យើងអាចចាត់ទុកថាជោគជ័យខ្លាំងបំផុតដែរនៅក្នុងការផ្សព្វផ្សាយគុណខ្មែរយើងនៅលើទឹកដីនៃសហរដ្ឋអាមេរិកបាទដែលជាលើកដំបូងបាទសម្រាប់កីឡាកររបស់គុណខ្មែរយើងផងដែរបាទអញ្ចឹងរឿងសុភ័ណ្ឌបាទជាមួយនឹងប៊ូលតុនអ៊ីវ៉ាន់នេះគឺបាទគេល្អខ្លាំងមែនទែនបងប្អូនយើងដឹងហើយគេប៉ះជាមួយនឹងសោមវិឆ័យបាទកាលពីមួយរយៈមុននេះឃើញថាសោមវិឆ័យហ្នឹងក៏មិនមែនជាដៃគូដ៏ស័ក្តិសមរបស់គេដែរបាទហើយគណៈរឿងសុភ័ណ្ឌបងប្អូនដឹងហើយបាទគាត់បានវាអស់ពីសមត្ថភាពហើយគាត់ក៏ទៀបជាងគេគឺថាចាញ់នេះក៏ចាញ់ដោយអស់ចិត្តដែរអញ្ចឹងប៊ូលតុនអ៊ីវ៉ាន់ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់WCK គុណខ្មែរកម្រិតពិភពលោកបាទដែលជាខ្សែក្រវ៉ាត់ទី2របស់គាត់ដែលខ្សែក្រវ៉ាត់ទី1ក៏បានឈ្នះម្ដងហើយនេះគឺជាខ្សែក្រវ៉ាត់ទី2បាទអញ្ចឹងបានន័យថាគាត់បច្ចុប្បន្នគាត់គ្រងខ្សែក្រវ៉ាត់នេះចំនួន2ស្ថាប័នទៅហើយបងប្អូនយើងវិលមកកាន់រឿងរបស់យើងវិញតើធឿនធីរ៉ានិងអេអាមរិនប៊ូថងអាចការពារខ្សែក្រវ៉ាត់ត្រាហ្គនគុណខ្មែរបានដែរឬក៏យ៉ាងណាឆ្នាំមុនថ្ងៃទី13ខែមេសាឆ្នាំ2024ធឿនធីរ៉ានិងអេអាមរិនប៊ូថងបានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់នៅក្នុងថ្ងៃតែមួយពេលវេលាតែមួយផងដែរគឺខ្សែក្រវ៉ាត់ត្រាហ្គនគុណខ្មែរប៉ុន្តែនៅក្នុងប្រភេទទម្ងន់ខុសគ្នានៅឆ្នាំនេះថ្ងៃទី14បាទខែមេសាឆ្នាំ2025អញ្ចឹងមួយឆ្នាំមួយថ្ងៃធឿនធីរ៉ានិងកីឡាករអេអាមរិនប៊ូថងនឹងត្រូវដាក់ខ្សែក្រវ៉ាត់របស់ខ្លួនគឺខ្សែក្រវ៉ាត់ត្រាហ្គនគុណខ្មែរឲ្យទៅកីឡាករមកពីប៉ូទុយហ្គាល់មកដណ្ដើមលើកនេះត្រាហ្គនសហការជាមួយនឹងស្ថានីយ៍ទូរទស្សន៍ថោនបង្កើតនិងអបអរសាទរសង្ក្រាន្តឆ្នាំថ្មីត្រាហ្គនគុណខ្មែរ X ប៉ូទុយហ្គាល់5-5នៅលើសង្វៀនអញ្ចឹងបងប្អូនយើងមកតាមដានជាមួយនឹងគូទី1បាទគូទី1បាទសម្រាប់គូលក្ខណៈមិត្តភាពជាតិបាទកីឡាករហាត2គឺត្រូវប៉ះកីឡាករធីតុងហ៊ីបាទគូទី2លក្ខណៈមិត្តភាពអន្តរជាតិបាទគឺកីឡាកររិទ្ធវិបុលនឹងត្រូវប៉ះកីឡាករជេលកូឡូ
Gel Colaco បាននៅក្នុងភេទទម្ងន់55គីឡូក្រាមគូលក្ខណៈមិត្តភាពអន្តរជាតិទី2ឡុងអាឆើតនឹងត្រូវប៉ះកីឡាករគុយហាមើវ៉ានៅក្នុងភេទទម្ងន់60គីឡូក្រាមគូមិត្តភាពអន្តរជាតិទី3កីឡាករអែមលេងលីនឹងត្រូវប៉ះកីឡាករ Bruno Zanto នៅក្នុងប្រភេទទម្ងន់73គីឡូក្រាមគណៈគូការពារខ្សែក្រវ៉ាត់ទី1បាទកីឡាករអេអាម៉ារីនពូថងនឹងត្រូវប៉ះកីឡាករ Pulo Milo នៅក្នុងភេទទម្ងន់66គីឡូក្រាមសម្រាប់ Pulo Milo នេះបងប្អូនយើងប្រហែលជាអត់សូវបានស្គាល់ទេដោយសារគាត់ភាគច្រើនប្រឡូកនៅក្នុងសង្វៀន Glory បាទហើយចេញមកប្រឡូកនៅថៃនឹងយូរម្ដងទេមានឈ្នះមានចាញ់ប៉ុន្តែនៅ Glory គាត់វាយច្រើនហើយក៏មានឈ្នះមានចាញ់ដែរបច្ចុប្បន្នក៏ជាម្ចាស់ខ្សែក្រវ៉ាត់មួយរូបបាទប្រចាំទឹកដីព័រទុយហ្គាល់ដែរបាទអញ្ចឹងអាចនិយាយបានថាក៏ជាកីឡាករម្នាក់ដែលល្អមានសមត្ថភាពបាទអញ្ចឹងអីអាមេរិកថង4ប្រកួតចុងក្រោយនេះមិនដែលឲ្យដៃគូឆ្លងផុតទឹកមួយទេចាំមើលនេះគឺជាការប្រកួតទី5បាទដើមឡើយគឺគាត់ត្រៀមទៅជប៉ុនដើម្បីជួបដែនសយ៉ាមទេបងប្អូនប៉ុន្តែដោយសារដែនសយ៉ាមគាត់មានបញ្ហានៅថ្ងៃទី4មេសាបាទត្រូវប៉ះគ្នាហ្នឹងគឺអត់បានជួបគ្នាវិញអញ្ចឹងគឺថ្ងៃនេះគឺជាពេលវេលាដែលអេអាម៉ារីនដាក់ខ្សែក្រវ៉ាត់របស់គាត់ឲ្យទៅកីឡាករបាទរបស់ព័រទុយហ្គាល់ចូលមកដណ្ដើមអញ្ចឹងគូនេះខ្ញុំអេអាម៉ារីន60កីឡាករព័រទុយហ្គាល់ 40% សម្រាប់គូរបស់ធឿនធីរ៉ាបាទគូរបស់ធឿនធីរ៉ានឹងត្រូវជួបជាមួយនឹង Lucas Carlo da Silva គឺជាជើងខ្លាំងមួយរូបប្រចាំសង្វៀនបាទធំនៅលើពិភពលោកផងដែរកីឡាករម្នាក់នេះប្រវត្តិអត់អន់ទេបងប្អូនតវ៉ាន់ឆាយស៊ីទីឆាយអីគេ Super Bowl នេះគេធ្លាប់ហើយបងប្អូនបាទចឹងគេធ្លាប់ប៉ះច្រើនប៉ុន្តែគ្រាន់តែអត់ឈ្នះគឺប៉ះចាញ់បាទល្បែងល្បីខ្លាំងគឺអត់នៅថៃទេបងប្អូនណាចឹងបានប្រវត្តិគាត់គឺពិបាករកខ្លាំងមែនទែនគាត់ល្បែងល្បីភាគច្រើនគឺគាត់វាយនៅឯក្រៅប្រទេសច្រើនបាទគាត់អត់សូវមកវាយនៅប្រទេសលេខ2ចឹងយើងអត់សូវបានស្គាល់ពីប្រវត្តិគាត់ប៉ុន្តែគាត់ថាគាត់មកប៉ះហ្នឹងគឺសុទ្ធតែលំដាប់ដែរបាទមានចាញ់មានឈ្នះបាទការប្រកួតចឹងលើកនេះខ្ញុំជឿជាក់ទៅលើធឿនធីរ៉ាបាទ 70% សម្រាប់ការប្រកួតនឹងយកឈ្នះជ័យជំនះឲ្យបានបាទព្រោះអីបាទបើយើងមើលប្រវត្តិរបស់គាត់បាទកីឡាករម្នាក់នេះក៏មិនអន់ដែរបងប្អូនតែបើប្រៀបធៀបជាមួយនឹងធឿនធីរ៉ាគឺធឿនធីរ៉ាយើងគាត់ល្បីខ្លាំងហើយបាទបើធឿនធីរ៉ាប៉ះជាមួយនឹងឋានានឆៃប៉ះជាមួយនឹងស៊ីធីឆៃឬក៏ប៉ះជាមួយទៅវ៉ាន់ឆៃក៏មិនប្រកាសថាធឿនធីរ៉ាចាញ់ដែរព្រោះអីអ្នកទាំងពីរគឺអត់ដែលបានជួបគ្នាបាទអញ្ចឹងយើងរងចាំនៅថ្ងៃខាងមុខទៀតថាតើបាទមានពេលវេលាណាដែលកីឡាករធឿនធីរ៉ាអាចប៉ះជាមួយនឹងលំដាប់បែបនេះផងដែរអញ្ចឹងសម្រាប់ខ្ញុំបាទធឿនធីរ៉ា70បាទLucas Carlo បាទ Da Silva 30% ហើយការមកដណ្ដើមនេះខ្ញុំជឿជាក់ខ្លាំងមែនទែនសូម្បីតែលោកគ្រូអេគាត់បាននិយាយដែរគាត់ថាធឿនធីរ៉ាលើកនេះត្រៀមបានល្អជាងប៉ះជាមួយនឹងកីឡាករអាមេរិកដោយសារតែបាទបន្ទាប់ពីឈ្នះកីឡាករអាមេរិកហើយគឺបាទធឿនធីរ៉ាត្រៀមនឹងហ្វឹកហាត់ខ្លាំងមែនទែនបាទគឺអត់សម្រាប់ទេដើម្បីបាទទុកឱកាសឲ្យខ្លួននឹងក្លាយជាកីឡាករមួយរូបដែលជាទីចាប់អារម្មណ៍ចំពោះបងប្អូនដូចមុនអញ្ចឹងពួកអីគាត់ការប្រកួតជាមួយអាមេរិកគឺគាត់វាអត់បានល្អអត់បានស្លាប់ទេតែលើកនេះបាទធឿនធីរ៉ាគាត់បានដាក់ទំនុកចិត្តហើយបាទជូតខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតប៉ុន្តែមិនមែនជូតឲ្យទៅកីឡាករបាទលូកាសដណ្ដើមយកទេគឺជូតដើម្បីទុកខ្លួនឯងវិញដដែលបាទការចាត់ម្លែកនៅព័ត៌មានខ្លីអរគុណច្រើនជម្រាបលាការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី14ខែមេសាឆ្នាំ2025វេលាម៉ោង8យប់តទៅបាទនៅទីតាំងខេត្តព្រៃវែងអរគុណច្រើនជម្រាបលា